គេទៅសារអាស៊ីយើងមែនតែនថាអាស៊ីយើងខំធ្វើការហើយធ្វើការអត់បាច់មើលទូនាទីទេស្អីក៏ធ្វើដែរថែមម៉ោងក៏ធ្វើឲ្យតែបានលុយច្រើនគឺធ្វើទម្លាប់ល្អទម្លាប់ឧស្សាហ៍ហើយគាត់ក៏បង្អាប់ជនជាតិខ្លួនគាត់ដែរគាត់ថាអើយអត់ចង់ជួលពួកអូស្ត្រាលីទេដោយសារជនជាតិអូស្ត្រាលីខ្ជិលហើយធ្វើការអត់ដឹងថាធ្វើអីទេអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាចិត្តគិតថាជនជាតិអូស្ត្រាលីជាជនជាតិដែលខ្ជិលមែនឬអត់មុននឹងឆ្លើយចម្លើយហ្នឹងគឺយើងមើលកត្តាតូចៗជាមួយគ្នាជាមុនសិនទី1គឺកត្តាច្បាប់ការពារពួកបុគ្គលិកបើសិនជាតកែប្រើគាត់លើសម៉ោងគឺគាត់ត្រូវតែឲ្យលុយគាត់ថែមម៉ោងដូចគ្នាកត្តាទី2គឺកត្តាប្រាក់ខែដោយសារការងារណាក៏ដោយក៏ប្រាក់ខែមានការសមរម្យដែរអញ្ចឹងហើយគឺពួកគាត់មិនចាំបាច់ធ្វើការលើសម៉ោងឬក៏ធ្វើការច្រើនម៉ោងកត្តាទី3គឺការជួយពីរដ្ឋាភិបាលទោះជាគាត់អត់មានលុយក៏ដោយក៏គាត់អាចទៅពិនិត្យសុខភាពឲ្យគិតថ្លៃហើយបើសិនជាគាត់មានកូនរដ្ឋជួយដល់កូនគាត់ទៀតអញ្ចឹងហើយគាត់មិនចាំបាច់ត្រូវធ្វើការច្រើនម៉ោងឬក៏ខំធ្វើការហើយកត្តាចុងក្រោយគឺអត្ថន័យនៃជីវិតជនបរទេសគាត់ជឿថាអ្នកទាំងអស់គ្នាគឺរស់ដើម្បីភាពសុបាយនៅក្នុងជីវិតមិនមែនរស់ដើម្បីតែលុយតែមួយមុខប៉ុណ្ណោះទេដូចជាភាសាអង់គ្លេសហៅថា work to live not live to work អញ្ចឹងខុសពីអាស៊ីរបស់យើងអាស៊ីយើងគឺយើងធ្លាប់ពិបាកធ្លាប់អត់លុយធ្លាប់មកពីប្រទេសក្រីក្រអញ្ចឹងហើយការខិតខំរបស់យើងគឺខុសពីជនជាតិបរទេសពេលដែលយើងធ្លាប់អត់គឺយើងមានការប្រឹងខ្លាំងជាងអ្នកដែលគាត់មិនធ្លាប់អត់អញ្ចឹងចម្លើយបើសិនជាអ្នកទាំងអស់គ្នាគិតថាគាត់ខ្ជិលខ្ញុំជឿថាមិនមែនដោយសារគាត់ខ្ជិលទេតែនេះគឺជាទម្លាប់របស់គាត់តាំងតែពីគាត់កើតមកគឺគាត់អត់ដែលមានភាពពិបាកអញ្ចឹងហើយគាត់មិនសូវស្គាល់ថាការលំបាកការប្រឹងប្រែងគឺយ៉ាងម៉េចនោះទេហើយដោយសារភាពពិបាករបស់យើងជាជនជាតិអាស៊ីខ្លះដែលមករស់នៅស្រុកគេគឺយើងសុខចិត្តធ្វើការទាំងតែដឹងថាពេលខ្លះគឺគេកេងប្រវ័ញ្ចញើសឈាមរបស់យើងដោយឲ្យលុយមិនគ្រប់ទៅនឹងតាមគោលការណ៍របស់ច្បាប់ដោយប្រើយើងថែមម៉ោងហើយមិនឲ្យលុយបន្ថែមដោយប្រើយើងលើសតួនាទីដែលមិនមែនជាតួនាទីរបស់យើងអញ្ចឹងហើយនេះជាភាពខុសគ្នារវាងអាស៊ីនិងអូស្ត្រាលីអញ្ចឹងហើយបានថកែអាស៊ីខ្លះសុកចិត្តប្រើជនជាតិអាស៊ីដូចគ្នាដើម្បីគាត់អាចកេងប្រវ័ញ្ចជាងប្រើជនជាតិអូស្ត្រាលីពីព្រោះគាត់មិនអាចកេងប្រវ័ញ្ចជនជាតិអូស្ត្រាលីបានដូច្នេះខ្ញុំជឿថានេះជាចំណុចខ្សោយរបស់យើងបើសិនជាយើងមិនព្រមកែប្រែចំណុចមួយនេះកែប្រែត្រង់ថាយើងមកនៅប្រទេសដែលមានច្បាប់ត្រឹមត្រូវយើងមិនគួរឲ្យអ្នកណាម្នាក់មកកេងប្រវ័ញ្ចញើសឈាមរបស់យើងនិងដឹងច្បាប់ទម្លាប់ឲ្យច្បាស់ថាតើសិទ្ធិរបស់យើងដូចម្ដេចពេលដែលយើងធ្វើការឲ្យគេ